ញ៉ាំបាយជាមួយខ្ញុំទៀតបងបាទថ្ងៃនេះយើងធ្វើឆាគ្រឿងបាទត្រីពោកសាំងទៀបបាទតោះយើងទៅមើលវិធីធ្វើទាំងអស់គ្នាបាទហើយសម្រាប់គ្រឿងឆាគ្រឿងយើងបាទធម្មតាទេបាទដូចតែរបស់យើងឆាធម្មតាហ្នឹងបាទតែយើងផ្លែត្រង់ថាយើងដាក់កសាំងទៀបហើយនឹងកាពិផៅបាទយើងខ្លាញ់យើងក្តៅហើយយើងដាក់គោបាទយើងផ្សំគ្រឿងមកនេះកាពិខាមួយស្លាបព្រាប៊ីចេងមួយស្លាបព្រាកាខ្វេស្ករមួយស្លាបព្រាកាខ្វេប្រេងខ្យងមួយស្លាបព្រាបាយទឹកត្រីកន្លះវែកតូចបានចឹងមកយើងគ្រឿងយើងសពហើយយើងក៏ដាក់ត្រីដែលយើងពងហើយហ្នឹងតើមកយើងដាក់ម្រះព្រៅបាទស្ដែកដីបាទយើងក្លុកហើយកូរចន្តិចមកបាទហ្នឹងហើយបន្ទាប់មុននឹងយើងលើកបាទយើងដាក់ទៅដោះគោបន្តិចឲ្យវាមើលទៅពឺឆាគ្រឿងរបស់យើងគួរចង់ញ៉ាំបាទអញ្ចឹងហូបយើងរួចហើយតោះទៅញ៉ាំបាយជាមួយខ្ញុំទៀតយើងកុំចាំយូរតោះនេះបាទយើងត្រៀមរួចហើយបាទយើងដាក់ម្ទេសហឹរចឹងមកហ្នឹងហើយបាទអរគុណច្រើនបាយ